ស្ដាប់គ្នាបានទេអាហ្នឹងឥឡូវពុកនិយាយឥឡូវកូនឯងឆ្លើយឲ្យពុកមកយកជំរើសវាយគ្នាឬក៏យកជំរើសចរចាដោយសន្តិវិធីដើម្បីបញ្ជានៅការស្លាប់របស់កងទ័ពការស្លាប់នឹងរបួសរបស់កងទ័ពការស្លាប់នឹងរបួសរបស់ប្រជាជនខ្មែរការខូចខាតហេដ្ឋារចនាសម្ព័ន្ធការនាំទៅដល់ការជំលៀសប្រជាជន60-70 ម៉ឺននាក់ថែមទៀតឬក៏ត្រូវចរចាដោយសន្តិវិធីឥឡូវកូនឯងឆ្លើយច្បាស់មកជួយពុកណាហើយក៏រាប់ទាំងអាពួកប្រឆាំងនៅខាងក្រៅឲ្យសេណារីយ៉ូមកតើត្រូវវាយគ្នាឬក៏ត្រូវចរចាអាហ្នឹងនិយាយគ្នាច្បាស់មកសម្រាប់ខាងរដ្ឋាភិបាលគឺបានបញ្ជាក់ហើយគ្រប់គ្រងឲ្យបានរក្សាឲ្យបាននៅកិច្ចព្រមព្រៀងជប់បាញ់ដើម្បីឈានទៅការវាស់វែងព្រំដែនដោយតែមានចែងនៅក្នុងសេចក្តីប្រកាសត្រីវិបត្តិជប់បាញ់កាលពីខែធ្នូនេះគេនឹងបន្តគេមិនចោលទេទឹកដីនឹងនោះគេមិនចោលទឹកដីនឹងទេប៉ុន្តែវាត្រូវប្រើពេលវាមិនមែនប្រើមួយថ្ងៃពីរថ្ងៃទេវាអត់ត្រូវប្រើមួយថ្ងៃពីរថ្ងៃទេវាត្រូវពេលប្រើច្រើនថ្ងៃរយៈពេលវែងយើងគ្រាន់តែបត់ពិសោធន៍កាលពីព្រះវិហារបណ្ដឹងការកាត់ក្តីតាំងពីឆ្នាំ1959ដល់ឆ្នាំ1962ទើបបានដោះស្រាយក្រោយមកឆ្នាំ2008យើងស្នើឲ្យតុលាការអន្តរជាតិឡាអេបកស្រាយយើងក៏បានប្រើពេលហើយបំផុតពីឆ្នាំ2011រហូតដល់ឆ្នាំ2013ទើបតុលាការអន្តរជាតិយុត្តិធម៌អន្តរជាតិឡាអេបកស្រាយបានចឹងតែពួកកូនឯងចង់ឲ្យយកមួយថ្ងៃពីរថ្ងៃដោយសារតែយើងត្រូវរងចាំរបៀបនេះហើយដើម្បីជៀសវាងនៅផ្លូវដើរនៃការដែលយើងត្រូវប្រើប្រដាប់អាវុធដើម្បីវាយដណ្ដើមយកទឹកដីនេះវិញដែលនាំដល់ការស្លាប់និងរបួសកងទ័ពរបស់យើងបានជាយើងសុខចិត្តរៀបចំផ្ទះសម្បែងជាបណ្ដោះអាសន្នឲ្យបងប្អូនណាប្រជាពលរដ្ឋឬក៏កូនឯងត្រូវការឲ្យកងទ័ពស្លាប់នឹងរបួសបន្ថែមប្រជាជនស្លាប់នឹងរបួសបន្ថែមការខូចខាតនានាបន្ថែមទៀតបានកូនឯងអស់ចិត្តឥឡូវកូនឯងប្រាប់ត្រង់មកកុំនិយាយពាក់កណ្ដាលនិយាយតែវាយយកព្រោះខាងរដ្ឋាភិបាលបញ្ជាក់ឲ្យដោះស្រាយដោយសន្តិវិធីអញ្ចឹងកូនឯងបញ្ជាក់ច្បាស់ទៅណាហើយពួកកូនឯងក្រុមប្រឆាំងនៅនិយាយ$23ត្រូវ$23ប៉ុន្តែ$23សុពលភាពវានៅតាណាវានៅត្រឹមតែសហប្រធានសន្និសីទទីក្រុងប៉ារីទៅប៉ុណ្ណឹងហើយសន្និសីទទីក្រុងប៉ារីសហប្រធានសន្និសីទទីក្រុងប៉ារីកោះប្រជុំក្នុងនោះចំណុចដែលនៅសល់សុពលភាពនៅត្រង់ថាប្រទេសទាំងអស់ត្រូវគោរពនៅឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជាអញ្ចឹងថៃក៏ជាហត្ថលេខីដែលត្រូវគោរពតែថៃគេអាចនឹងបញ្ជាក់ថាគេធ្លាប់បាននិយាយតែកម្ពុជាទៅឈ្លានពានគេ
ចឹងគេប្រើកម្លាំងដើម្បីយកត្រឡប់ទៅវិញគេបញ្ជាក់ដូច្នេះវាច្បាស់ណាស់ថាថៃជាអ្នកផ្ទុះអាវុធមុនត្រៀមរៀបចំតែផ្ទុះអាវុធមុនកាលពីមុនចំណោទចោទសួរថាអ្នកណាបាញ់អ្នកណាមុនអញ្ចឹងពេលដែលមានការបកស្រាយលើកក្រោយនេះដែលចេញមកថាកម្ពុជាបានទៅនៅលើដីគេ20 30 ឆ្នាំ40 ឆ្នាំមិនព្រមចេញអញ្ចឹងគេប្រើកម្លាំងដើម្បីយកត្រឡប់ទៅវិញអញ្ចឹងថៃគេប្រកាសថាគេគោរពតាអញ្ចឹងតើវាមានន័យអីទៀតសម្រាប់ការកោះប្រជុំយើងមិនតតចោលទេនៅលទ្ធភាពដែលយើងនឹងស្នើទៅសហប្រធានសន្និសីទទីក្រុងប៉ារីសដើម្បីកោះប្រជុំប៉ុន្តែពុកបានប៉ាន់ស្មានរួចស្រេចទៅហើយថាបើកោះប្រជុំយើងប្រកាសឲ្យគេគោរពឯករាជ្យអធិបតេយ្យគេក៏ថាគេគោរពហើយតែគេសុំឲ្យកម្ពុជាគោរពគេវិញដែរអាហ្នឹងស្មើទៅស្មើមកអញ្ចឹងការចរចាវាជាជំរើសដែលល្អបំផុតដើម្បីបញ្ជាការស្លាប់ការរបួសសម្រាប់ប្រជាជនបន្ថែមទៀត